បាទជំរាបសួរលោកគ្រូអ្នកគ្រូឥឡូវនេះខ្ញុំធ្វើវីដេអូទី2ពីរបៀបប្រើប្រាស់ប្រព័ន្ធពិន្ទុយើងបាទនៅក្នុងឆ្នាំសិក្សាថ្មីនេះអញ្ចឹងលោកគ្រូអ្នកគ្រូមើលមកផ្នែកខាងនេះគឺមានដាក់ថាគ្រប់គ្រងព័ត៌មានសិស្សបាទអញ្ចឹងលោកគ្រូអ្នកគ្រូភាគច្រើនគាត់ឃើញកន្លែងគ្រប់គ្រងព័ត៌មានសិស្សនេះមានក្បាលតារាងច្រើនពេកគាត់ថាលោកគ្រូតាហ្នឹងគេបញ្ចូលទាំងអស់មិនមែនថាអានឹងអាស្រ័យទៅលើសាលាលោកគ្រូអ្នកគ្រូបើសិនជាសាលាលោកគ្រូអ្នកគ្រូត្រូវការទាំងអស់លោកគ្រូអ្នកគ្រូបញ្ចូលទាំងអស់ហើយបើសាលាលោកគ្រូអ្នកគ្រូអត់ត្រូវការទេយើងក៏មិនបាច់បញ្ចូលដែរបាទហើយយើងបញ្ចូលទាំងអស់មកដោយសារនៅក្នុងក្បាលតារាងហ្នឹងខ្ញុំដាក់លេខរៀងឲ្យចំណាំពីលេខរៀងទី1ទី2រហូតដល់ក្បាលជួរឈរលេខរៀងទី79បាទអញ្ចឹងមានច្រើនមែនតើហើយតកតងជាមួយនឹងការ print គឺយើងអត់ print នៅក្នុងកន្លែងគ្រប់គ្រងព័ត៌មានសិស្សទេគឺយើងចូលទៅកាន់តារាងមួយទៀតគឺតារាងប្រវត្តិរូបរបស់សិស្សបាទហ្នឹងបានយើង print បាទកន្លែងនេះគឺកន្លែងដែលយើងបញ្ចូលទិន្នន័យតែប៉ុណ្ណោះចឹងយើងចូលមកដល់កន្លែងប្រវត្តិរូបសិស្សនេះសម្រាប់ print នេះគឺយើងចូលនឹងមកហើយលោកគ្រូអ្នកគ្រូមើលផ្នែកជួរនេះបាទលោកគ្រូអ្នកគ្រូអាចបដូរក្បាលតារាងបានលោកគ្រូអ្នកគ្រូចង់បានក្បាលតារាងមួយណាលោកគ្រូអ្នកគ្រូចុច select បាទចុចលើនឹងមកហើយយើងយក select កន្លែងនេះមកឬទី1អីគេចង់បានអត្តលេខអញ្ចឹងយើងដាក់អត្តលេខបាទដោយសារអត្តលេខខ្ញុំអត់បានបញ្ចូលកន្លែងគ្រប់គ្រងព័ត៌មានសិស្សអញ្ចឹងវាអត់មានទេទោះយើងយកក៏អត់មានដែរបាទតបមកយើងយកកូដនាមនាមអញ្ចឹងខ្ញុំបានបញ្ចូលវាលូតមកកន្លែងលេខរៀងនេះគឺមិនបាច់ទេវាលូតស្វ័យប្រវត្តិបាទហើយចង់បានបន្ទាប់ទៀតអីគេគឺ page បាទយើងយក page មកហើយចង់បានបន្ទាប់មកទៀតគឺអីគេគឺថ្ងៃខែឆ្នាំកំណើតឧទាហរណ៍លោកគ្រូអ្នកគ្រូចង់បានបែបហ្នឹងអញ្ចឹងលោកគ្រូអ្នកគ្រូរើសបន្តគ្នារហូតដល់អស់មកហើយផ្នែកខាងលើនេះផ្នែកខាងលើនេះក៏លោកគ្រូអ្នកគ្រូអាចកែបានដែរអាចកែអាចទៅសេថែមអាចទៅតាមអ្វីដែលលោកគ្រូអ្នកគ្រូចង់បានចំពោះកន្លែងថ្ងៃខែឆ្នាំកំណើតនេះគឺវាអត់ចេញទម្រង់ថ្ងៃខែឆ្នាំកំណើតលោកគ្រូអ្នកគ្រូ select ទាំងអស់ហ្នឹងមកបាទហើយយើងចុច mouse ស្ដាំយកពាក្យ format cell បាទហើយយើងចុច custom មកបាទចុច custom ហើយយើងដាក់ថាលុបអា general នេះចេញដាក់ dd បាទយើងដាក់ ed បាទដកសញ្ញាដកហើយ ហើយសញ្ញា y 4ដើមបាទយើងដាក់បែបហ្នឹងគឺវានឹងដាក់ទម្រង់ថ្ងៃខែឆ្នាំកំណើតហ្នឹងត្រូវហើយបាទឥឡូវខ្ញុំសន្មតថាលោកគ្រូអ្នកគ្រូបានជ្រើសរើសក្បាលតារាងនេះគ្រប់ចំនួនអស់ហើយបាទទីហោលោកគ្រូគ្រប់ចំនួនអស់ហើយលោកគ្រូអ្នកគ្រូចង់តម្រៀបវាតាមអក្សរក្រមបាទចុចតម្រៀបតាមអក្សរក្រមពី A ទៅ Z អញ្ចឹងបើចុចទៅវាអត់បានទេអញ្ចឹងដើម្បីតម្រៀបតាមអក្សរក្រមនៅកន្លែងប្រវត្តិរូបសិស្សនេះបានខ្ញុំផ្ដល់វិធីសាស្ត្របន្តិចមុននឹងតម្រៀបយើងចុចលក្ខណៈនៅសល់នេះហើយសិនមកបាទយើងចុចលក្ខណៈហើយកន្លែងនៅសល់នឹងហើយមកបាទបន្ទាប់មកទៀតលោកគ្រូអ្នកគ្រូត្រូវចុច mouse ស្ដាំលើកន្លែងប្រវត្តិរូបសិស្សនេះបាទចុច mouse ស្ដាំមកហើយយកពាក្យ unprotected បាទបន្ទាប់មកយើងវាយលេខកូដជាងគឺ S15 បាទអក្សរធំហើយលេខ15ហើយយើងចុច OK បន្ទាប់មកលោកគ្រូអ្នកគ្រូអាចតម្រៀបបានហើយបាទចុចតម្រៀបទៅគឺបានហើយបាទហើយតកតងជាមួយនឹងយើង print ឧទាហរណ៍ print ចុច print មកឬក៏យើង save ជា PDF ទំហំกระดาษហ្នឹងវាអត់ត្រូវទេអញ្ចឹងយើងអាចកែទៅតាមអ្វីដែលលោកគ្រូអ្នកគ្រូចង់បានយើងចង់បានបញ្ឈរយើងចង់បានផ្ដេកអីយើងកែទៅតាមហ្នឹងទៅបាទហើយមួយទៀតនៅពេលដែលលោកគ្រូអ្នកគ្រូដោះនេះដោះ sheet នេះហើយដោះកូដនេះហើយយើងអាចកែខាងលើនេះបានយើងចង់ឲ្យកន្លែងចំនួនសិស្សនេះចង់ទៅខាងណាក៏បានដែរយើងអាចចុចទាញដូរបានណាជួនកាលពេលដែលយើងសេរីกระดาษទៅវាអាចធ្វើឲ្យវាដាច់ជាពីរអញ្ចឹងយើងអាចចុចកែក្បាលរាងហ្នឹងយើងទាញទៅទាញមកបានបាទយើងអាចចុចកែអញ្ចឹងបានបាទតកតងជាមួយកន្លែងហ្នឹងដូចជាអត់មានអីច្រើនទេសំខាន់ឲ្យលោកគ្រូអ្នកគ្រូចេះរើសបាទចេះរើសក្បាលតារាងមកហើយបន្ទាប់ពីយើងធ្វើការរួចរាល់អស់យើងកុំភ្លេចចាក់កូដវិញព្រោះបើយើងអត់ចាក់កូដទេអាចយើងចុចច្រឡំទៅប៉ះរូបមន្តដាច់ធ្វើឲ្យខូចតារាងហ្នឹងណាអញ្ចឹងយើងដោះលេខកូដប៉ុន្មានយើងដាក់លេខកូដប៉ុណ្ណឹងវិញទៅបាទអញ្ចឹងវីដេអូណែនាំតាក់ទងជាមួយនឹងប្រវត្តិរូបសម្រាប់ print ហ្នឹងគឺមានប៉ុណ្ណឹងបាទសូមអរគុណ